អ្នកទោះបីអ្នកដែលបានរត់គេចខ្លួនបានជីករួមក្រំដីអស់រយៈពេល3ខែពួកគេក៏បានរត់គេចចេញពីគុកបានប៉ូលីសលន់នៅត្រហឹងធ្វើឲ្យពួកគេទាំង3អ្នកលែងហ៊ានបង្អង់យូរទៀតហើយគេក៏រត់គេចខ្លួនយ៉ាងលឿនតាមបណ្ដោយលោកគេបានរៀបចំផែនការផ្លូវរួចជាស្រេចហើយគ្រាន់តែដើរទៅមុខពួកគេនឹងទៅដល់ឆ្នេរតែមិននឹកស្មានថាទើបតែដើរបានត្រូវលូសម្លាញ់បិទផ្លូវទៅវិញស្របពេលដែលបងគៀងកំពុងរកមើលថាតើមានផ្លូវបំបែកផ្សេងទៀតដែលមិននឹកស្មានដល់កំណត់ល្អដែលគាត់រហ័សរហួនហើយក៏ចាប់ទាញឡាទីវជាប់ទើបជួយឲ្យពួកគាត់រួចផុតពីសោកនាដកម្មពួកគេមិនបានដឹងបន្តិចសោះថាមានពស់ថ្លាន់ដ៏ធំមួយកំពុងលូននៅពីក្រោមពួកគេម្នាក់បានរកឃើញថាលូសម្លាញ់ដែលបានបិទផ្លូវមុននេះភាពដ៏ចម្លែកនេះបានធ្វើឲ្យគាត់ភ័យខ្លាចដល់ថ្នាក់ចង់តែត្រូវបងគៀងស្ដីបន្ទោសយ៉ាងខ្លាំងថ្ងៃនេះទូស្លាប់ក៏ត្រូវស្លាប់នៅខាងក្រៅដែរដើម្បីនាំបងប្អូនឲ្យរត់គេចខ្លួនចេញបងគៀងបានរត់ចេញទៅមុនគេបងប្អូនក៏បានរត់តាមពីក្រោយយ៉ាងប្រកៀកប្រកិតតែលទ្ធផលបែរជាឃើញបងគៀងដេកដួលនៅនឹងដីមិនកម្រើកទៅវិញម្នាក់ក្នុងចំណោមពួកគេក៏បានដើរទៅមុខដើម្បីតែភ័យនំក្នុងខោទស្សនភាពដ៏រន្ធត់នេះធ្វើឲ្យព្រឺសម្បុរខ្ញាក់ធ្វើឲ្យបងប្អូនទាំងពីរនាក់លែងហ៊ានបង្អែបង្អង់ទៀតហើយតែពួកគេមិនដឹងថាអ្វីដែលកំពុងរងចាំពួកគេនៅខាងក្រៅនោះមិនមែនជាសេរីទេនេះគឺជាភាពយន្តភ័យរន្ធត់ខ្នាតធំផលិតក្នុងស្រុកថ្មីមួយដែលទើបតែចាក់បញ្ចាំងត្រូវបានមិត្តអ្នកលេងអ៊ីនធឺណិតផ្ដល់ពិន្ទុខ្ពស់រហូតដល់9ហើយឥឡូវនេះកំណែពេញលេញមានចាក់បញ្ចាំងលើវេទិកាហើយអ្នកណាដែលមិនទាន់បានមើលអាចទៅមើលវីដេអូពេញបានណាមើលហើយធានាថាមិនធ្វើឲ្យអ្នកខកចិត្ត